ចូលមកដល់ខែភាសានេះគឺថាផ្នែកគ្រឿងគឺមានការប្រែប្រួលមួយចំនួនតែសម្រាប់បងដែលអត់ចាប់អារម្មណ៍គឺអត់ដឹងទេតែសម្រាប់ដូចខ្ញុំលក់គ្រឿងរងថ្ងៃទេគឺដឹងហ៎បងមុននឹងចូលនិយាយដល់គ្រឿងឥឡូវមកមើលគីរបស់ខ្ញុំសិនបងអើយនិយាយពីថាគីឬក៏ពីនេះចាខាងកោះកុងគឺស្ងួតស្មូតស្អាតអត់មានដីអត់មានកតិអត់មានអីទេចាស្អាតមែនតើយកមកធ្វើជាមួយនឹងគ្រឿងការីនិងយកមកលក់ប្រចាំថ្ងៃហ្នឹងគឺគីបែបហ្នឹងណាបងស្អាតផ្លឹងចឹងតែម្ដងបើនិយាយពីគ្រឿងវិញណាបងពេលថតបងតែឆ្ងល់សម្បុរស្រស់ពេលយកទៅសម្បុរខ្មៅបងអាហ្នឹងធម្មជាតិរបស់គ្រឿងកិនភ្លាមគឺសម្បុរវាបែបហ្នឹងចាពេលដែលបងទុកក្នុងទូទឹកកកតាមមួយយប់គឺបដូរពណ៌ឲ្យពណ៌រៀងចុះខ្មៅហើយថាបើមិនជឿទេបងអាចទិញគល់លក្រីយកមកហាន់ឲ្យបងទុកតែម្លែទេចាប្រហែលជា10នាទីអីគឺថាប្រែសម្បុរហើយបើនិយាយពីភាពស្អាតវិញបងអើយចាបងមើលឃើញជាក់ស្ដែងលាងទឹកឡើងថ្លាយ៉ងអញ្ចឹងឲ្យមិនឲ្យស្អាតមិនបងលាងអង្គុយដោះមួយណាចាដោះឲ្យរុះមិនលើកកញ្ជ្រោកឯណាហើយបើនិយាយពីកំតិចបងមើលឃើញជាក់ស្ដែងទៅចាកាប់ប្រេនៅនឹងឲ្យមើលមកឲ្យមានយុទ្ធនាទេហើយនេះគឺជាប្រភេទគ្រឿងយុទ្ធក្រៅប្រទេសដែលគាត់ឲ្យបឺតខ្យល់ហើយសម្បុរគ្រឿងគុលបងចាឥឡូវខ្ញុំនិយាយរឿងគ្រឿងទេចាក្រលគ្រឿងរបស់យើងចូលមកដល់ខែភ្លៀងនេះគឺប្រែសម្បុរពេលស្លោទៅអត់សូវដិតខ្លាំងទេដោយសារអីល្មៀតគឺវាចាប់ផ្ដើមកោគេហៅថាល្មៀតកោដើមណាសម្រាប់ល្មៀតដែលយើងយកមកធ្វើគ្រឿងតតលីខ្ចីលីចាស់បើថាដាក់ចាស់សិតគឺធំកពុលតបដាក់ខ្ចីរៀងធំផ្លិនប្រហើឈ្ងុយគ្រាន់ថាបើយើងដាក់ខ្ចីគឺពណ៌របស់គេក៏រៀងស្រាលតាមនឹងដែរហើយអ្វីដែលនិយាយចេញមកបានហ្នឹងមិនមែនចេះតែនិយាយទេដោយសារចេញពីបទពិសោធន៍បងស្រីដែលជាមួយលក់គល់លក្រីគាត់ប្រាព្រោះគាត់លក់មុនខ្ញុំយូរហើយចាហើយគាត់ឆ្លងកាត់ច្រើនឆ្នាំមកហើយគាត់ពីមួយឆ្នាំទៅមួយឆ្នាំគាត់ដឹងច្បាស់បើខ្ញុំវិញគឺថ្មីទេនៅក្នុងផ្នែកគ្រឿងនេះខ្ញុំតបទៅប្រឡូកបានរយៈពេលមួយឆ្នាំទេក៏ប៉ុន្តែបងស្រីគាត់តែងតែណែនាំប្រាប់រហូតរាល់បញ្ហាអញ្ចឹងណាដើម្បីខ្ញុំបានដឹងមុនស្រួលជម្រាបដល់បងប្អូនជាដំណឹងអញ្ចឹងទៅចេះសម្រាប់បងដែលទិញគ្រឿងយកទៅបើសិនជាស្លោអត់សូវដិតគឺកំខឹងបងគឺល្មៀតខែហ្នឹងគឺសវល់តែប៉ុណ្ណឹងឯងដល់ពេលដែលចាប់ផ្ដើមចូលដល់រដូវប្រាំងវិញគឺឡើងអីហើយគ្រឿងគឺធម្មតាមកវិញអញ្ចឹងណាបងចាស់ហើយបើនិយាយពីថាការងារអើយបងមើលជាក់ស្ដែងទៅចាចាប់មួយចូលមួយការងារផ្ទះនេះគឺចែកគ្នាដាច់តែម្ដងហើយឃើញមេឃដូចនៅភ្លឺចេះណាប៉ុន្តែម៉ោង6ហើយបងថ្ងៃហ្នឹងសុំបិទអត់និយាយរឿងម៉ាំលហុងដោយសារម៉ាំលហុងគឺថាធ្វើមួយជើងនេះហើយអត់មានស្តុកទេហើយលហុងហ្នឹងក៏រៀងចង់ដៃដែរអត់សូវមានស្គីលហ្មងទេបងដោយសារខ្ញុំបេះជាប់សូខ្លាំងពេកមួយថ្ងៃនេះចានិយាយពីថាឆ្លៀតនោះឆ្លៀតម្ទេសមិនតាន់បានកិនក៏រត់មកលីងអង្គលីងទុកឲ្យហើយដោយសារយើងត្រាំឲ្យរៀងរីកតិចដើម្បីងាយស្រួលកិនណោះអញ្ចឹងឆ្លៀតលីងអង្គលីងឲ្យហើយទៅពេលលីងហើយអញ្ចឹងទៅយើងកិនម្ទេសហើយរួចរាល់គោគ្រឿងរីយើងតទៅកិនអង្គលីងទុកបន្ទាប់មកលាងគល់លក្រីគឺជាការស្រេចតម្រាំនឹងហើយហ្នឹងម៉ោង12ចូលចិត្តម៉ោង1ហើយបងមើលប្រេងជាក់ស្ដែងពេលដែលពួកខ្ញុំប្រើគឺប្រេងប្រដងបែបនេះពី2លីត្រថ្មីចេះ